ពេលយើងរៀនអីដែលសំខាន់ផុតនៅពេលដែលបងប្អូនយើងចេះកត់ត្រាសួរថានៅពេលយើងកត់ត្រាយើងបានអីគេយើងដឹងចំណូលចំណាយនៅពេលដែលយើងដឹងចំណូលចំណាយអីដែលសំខាន់ផុតគឺ self awareness ដឹងខ្លួនសួរថាតើរាល់ថ្ងៃផ្នត់គំនិតដែលដឹកនាំជីវិតរបស់ខ្ញុំជាមនុស្សប្រភេទណាជាមនុស្សដែលនាំឲ្យខ្ញុំរីកចម្រើនធូរធារឬក៏ជាមនុស្សដែលដឹកនាំឲ្យខ្ញុំទៅកាន់ភាពខ្វះខាតនៅថ្ងៃអនាគតចឹងយើងមើលតែលំនាំនៅក្នុងការចាយវិញដឹងហើយមួយសប្តាហ៍កន្លងមកតើយើងចាយមុខចំណាយអីខ្លះចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងនៅពេលដែលយើងកត់ត្រាអីដែលសំខាន់យើងសួរថាតើលទ្ធផលដែលខ្ញុំកត់ត្រាមើលឃើញអញ្ចឹងតើខ្ញុំជាអ្នកណាគេតើអ្នកណាគេជាអ្នកដឹកនាំជីវិតរបស់ខ្ញុំន័យថាទម្លាប់មនុស្សប្រភេទណាដែលដឹកនាំជីវិតរបស់ខ្ញុំអញ្ចឹងមួយរយៈពេលហ្នឹងខ្ញុំតែងតែអង្គុយសរសេរនៅការសម្រេចចិត្តនៅសកម្មភាពបទពិសោធន៍ជីវិតចូលទៅក្នុងឯកសាររបស់ខ្ញុំចូលទៅក្នុងកុំព្យូទ័ររបស់ខ្ញុំពីមុនខ្ញុំសរសេរនៅក្នុងសៀវភៅឥឡូវខ្ញុំដាក់នៅក្នុងកុំព្យូទ័រដោយសារខ្ញុំអាចផ្ទេរទៅឲ្យកូនរបស់ខ្ញុំទៅឲ្យចៅរបស់ខ្ញុំបានដោយសារការសម្រេចចិត្តទាំងខុសទាំងត្រូវឲ្យគាត់ដឹងអញ្ចឹង Master Belamtan គាត់និយាយអញ្ចឹងគាត់ថាយើងអាចចែកលុយចែកផ្ទះចែកឡានចែកដីទៅឲ្យកូនយើងបានតែយើងពិបាកណាស់នៅក្នុងការចែកភាពមានបានទៅឲ្យគាត់ដោយសារភាពមានបានតអ្នកនឹងកសាងដោយខ្លួនឯងមានបទពិសោធន៍ដោយខ្លួនឯងបាទឧទាហរណ៍ដូចជាវិន័យនៅក្នុងការអន្សំវិន័យនៅក្នុងការវិនិយោគនៅពេលដែលយើងវិនិយោគអីមួយដែលផ្ដល់ឲ្យយើងនៅប្រាក់ចំណូលជាទ្រព្យអញ្ចឹងតើយើងនឹងអំណត់មែនទែនជួនកាលលើពឹសដៃឲ្យតែឃើញគេលក់ដីធូរថ្លៃទិញដីសម្រាប់កម្មវិធី K-Flow នេះគឺខ្ញុំពេញចិត្តខ្លាំងខ្ញុំចូលរៀនហោហែរហូតមកទល់ពេលនេះជាមួយនឹង PM Leadership ទាំងលេងហ្គេមផ្ទាល់ទាំងអនឡាញចូលដូចជាអត់ក្រោម10ដងទេយើងរៀននៅក្នុង K-Flow អញ្ចឹងនិយាយទៅពិតជាមានសារៈសំខាន់មែនមានន័យថាទោះបីយើងលេងហ្គេមនៅក្នុងនោះមែនតែយើងទទួលបានអារម្មណ៍ដូចជាយើងវិនិយោគទៅអញ្ចឹងទោះបីខាតឬចំណេញនិយាយទៅយើងបានអារម្មណ៍មួយហ្នឹងហើយចំណុចមួយទៀតតកតទៅនឹងភាសាលោកគ្រូគាត់និយាយដែលថាភាសាខ្ញុំចេះហ្នឹងវាគ្រោះថ្នាក់អញ្ចឹងពេលខ្លះយើងគិតថាយើងចេះហើយអត់បានខិតខំបន្តរៀនសូត្រអញ្ចឹងអាហ្នឹងជាកន្លែងមួយដែលធ្វើយើងអត់អាចរីកចម្រើនបានទៅទៀតទេហើយមួយទៀតគឺតកតទៅនឹងការចាយវាទុកដាក់លើការបោះយើងអញ្ចឹងវាដូចជាវា basic មែនតើគឺការសន្សំវិនិយោគកន្លែងនោះទោះបីស្ដាប់ទៅធម្មតាតែជាផ្លូវដែលយើងអាចទៅឈានទៅដល់ភាពរីកចម្រើនផ្នែកអារម្មណ៍នឹងយើងមានសុវត្ថិភាព